គ្រាន់តែបើក្បាលវីដេអូហើយឃើញបែបនេះគឺខ្ញុំចង់ស្រក់ទឹកមាត់ទៀតហើយនិយាយមែនមីកោកប្រហិតឆឹងមួយមុខនេះគឺងាយស្រួលធ្វើចំណាយអស់លុយតិចហើយគឺញ៉ាំទៅគឺធានាថាជាប់ចិត្តហ្មងហើយគ្រឿងផ្សំគឺងាយអត់ចំណាយអស់លុយច្រើនទេក្នុងហ្នឹងគឺខ្ញុំមានជាមីកោកហ្នឹងគឺចំនួន2កញ្ចប់ដែលទិញគេមួយកញ្ចប់1000ហើយចំណាយប្រហិតវិញគឺយើងទិញគេតែ3000មកសរុបគឺអស់5000ប៉ុន្តែគឺញ៉ាំបាន2នាក់ហើយមកឆ្ងាញ់ហ្មងហើយសម្រាប់ប្រហិតហតដងនេះគឺខ្ញុំយកវាមកហាន់ទៅជាចំណិតបច្ឆិតបន្តិចមកហើយប្រហិតបកានេះក៏យើងយកវាមកហាន់ឲ្យរាងតូចដែរហើយចំណែកប្រហិតមូលនេះគឺខ្ញុំយកវាមកពុះទៅជា4ជ្រុងហើយខ្ញុំមានផាត់សាច់គោប្រហែលគ្រាប់ហ្នឹងគឺយើងយកមកពុះជា2មកដើម្បីឲ្យបានបរិមាណរាងច្រើនបន្តិចពេលដែលរៀបចំប្រហិតរួចរាល់ហើយគឺយើងទៅដាក់ដាំទឹកបន្តិចហើយយើងដាក់ដាំទឹកនេះបានពុះហើយគឺយើងបើកម្របមកហើយនឹងយើងកាត់មីយកមកដាក់ស្រោះនៅពេលដែលយើងដាក់ស្រោះមីហ្នឹងគឺយើងស្រោះយកមកល្មមគឺមិនឲ្យជ្រាយពេកទេហើយក៏មិនស្រួយខ្លាំងពេកដែរអញ្ចឹងខ្ញុំដាក់ចូលក្នុងទឹកក្តៅនេះគឺប្រហែលជា3នាទីដើម្បីឲ្យមីហ្នឹងគឺរាងទន់មកល្មមហើយប៉ុណ្ណេះគឺសាច់វាមកល្មមស្វិតល្មមគឺអត់ផុយពេកទេមកឆ្ងាញ់ណាប៉ុណ្ណឹងចាអញ្ចឹងយើងស្រង់ដាក់ចានមួយដែលឡៃសិនមកហើយយើងនឹងទៅលេនៅក្នុងមីកោកហ្នឹងគឺគេមានគ្រឿងគេមាន2កញ្ចប់បែបនេះគេមានជាគ្រឿងខាងប្រភេទទឹកម្ទេសជាមួយនឹងខ្លាញ់ហើយក៏ដូចជាគេមានជាសាច់តិចតួចនៅក្នុងហ្នឹងចឹងទៅហើយយើងអាចចាក់គ្រឿងទាំង2កញ្ចប់ហ្នឹងចូលមកហើយគ្រឿងប៉ុណ្ណេះរសជាតិគឺមកល្មមហើយតែបើសិនជាយើងចង់ឲ្យវាមានរសជាតិកាន់តែឆ្ងាញ់ជាងហ្នឹងបន្តិចគឺយើងអាចបន្ថែមគ្រឿងតិចតួចទៅតាមចំណង់ចំណូលចិត្តរបស់យើងបាននៅពេលដែលចាក់ចូលគ្រឿងបានប៉ុណ្ណឹងហើយគឺខ្ញុំបានកូរច្របល់គ្រឿងហ្នឹងឲ្យវាបានចូលសព្វគ្នាបានល្អហើយសម្រាប់មីកូគឺគេមានប្រភេទហឹរនិងប្រភេទអត់ហឹរអញ្ចឹងយើងយកប្រភេទណាក៏បានដែរខ្ញុំបានថែមទឹកម្ទេសប្រហែលជាមួយលាព្រាបាយហើយស្ករមួយចុងលាព្រាបាយមកដើម្បីវាកាន់តែមានរសជាតិឆ្ងាញ់ថែមទៀតតែប៉ុណ្ណឹងពេលដែលលេគ្រឿងបានរួចរាល់ខ្ញុំបានយកមីដែលបានស្រោះរួចហ្នឹងគឺយកមកចាក់ចូលនៅក្នុងគ្រឿងហើយនឹងយើងកូរច្របល់មីជាមួយនឹងគ្រឿងហ្នឹងដើម្បីឲ្យវាបានសព្វចូលគ្នាបានល្អតែប៉ុណ្ណឹងគឺមានក្លិនឈ្ងុយចាប់ផ្ដើមកើតឡើងនៅពេលនេះខ្ញុំចង់ឲ្យវាមានពណ៌ឲ្យរាងស្អាតបន្តិចខ្ញុំបានថែមម្ទេសចូលដើម្បីឲ្យវាមានពណ៌កាន់តែស្អាតឆ្លោះអីបន្តិចចឹងណាចាឥឡូវនេះគឺយើងមកធ្វើប្រហិតឆឹងម្ដងក្នុងហ្នឹងដំបូងយើងដាក់ខ្លាញ់ឲ្យរាងច្រើនបន្តិចមកហើយនឹងយើងដាក់ប្រហិតហ្នឹងគឺចូលមកដាក់បំពងឲ្យវាបានឆ្អិនមកល្អបន្តិចហើយប្រហិតដល់ពេលវាមានពណ៌ចម្រុះអញ្ចឹងមើលទៅគឺគួរឲ្យចង់ញ៉ាំមែនចាយើងដាក់តាមស្ទុះមកប្រហិតគឺឃើញឡើងប៉ោងល្អមែនតើខ្ញុំទៅពេលណាជៀនប្រហិតម្ដងឃើញប្រហិតឡើងប៉ោងអញ្ចឹងគឺមានអារម្មណ៍ថាឃ្លានហ្មងចាពេលដែលឆ្អិនគឺយើងអាចដួសប្រហិតដាក់ចានមកហើយនឹងយើងចាក់ខ្លាញ់ចាញ់ខ្លះឲ្យយើងទុកខ្លាញ់តែបន្តិចបានហើយយើងចាក់ខ្ទឹមសដែលយើងបានច្រាមល្អិតហ្នឹងចូលមកកូរច្របល់ឲ្យបានរាងឡើងក្រហមហើយនឹងឡើងឈ្ងុយនៅពេលដែលវាឡើងក្រហមឈ្ងុយហើយគឺយើងចាក់ទឹកសៀងនេះគឺខ្ញុំទិញសៀង10គេចាហើយនឹងយើងចាក់ទឹកប៉េងប៉ោះមកលាព្រាបាយមកហើយនឹងទឹកម្ទេស2លាព្រាបាយហើយយើងអាចកូរច្របល់គ្រឿងទាំងអស់ហ្នឹងឲ្យបានសព្វចូលគ្នាមកហើយនឹងខ្ញុំបានបន្ថែមស្ករហ្នឹងគឺចំនួន1ចុងលាព្រាបាយហើយនឹងបន្ថែមម្ទេសបន្តិចដើម្បីឲ្យមានរសជាតិឆ្ងាញ់ហើយពណ៌ស្អាតចាតែប៉ុណ្្នឹងគឺឃើញថាគ្រឿងគឺបានត្រៀមហើយឥឡូវយើងចាក់ប្រហិតចូលមកហើយនឹងយើងកូរច្របល់គ្រឿងនៅពេលដែលយើងធ្វើតាមវិធីខ្ញុំនេះគឺនឹងឃើញប្រហិតឆឹងរបស់យើងគឺមានទឹកបន្តិចមើលទៅគឺឆ្ងាញ់អត់កោកគាំងពេកទេហើយចុងក្រោយខ្ញុំបានបន្ថែមជាមួយនឹងល្ងសបន្តិចយើងដាក់ចូលមកជាមួយនឹងប្រហិតឆឹងដើម្បីឲ្យវាកាន់តែឈ្ងុយហើយនឹងវាមើលទៅគឺមានសោភ័ណភាពកាន់តែស្អាតទៀតតាក់ភ្នែកហ្មងខ្ញុំនិយាយមែនប្រហិតឆឹងសម្រាប់តែខ្ញុំមើលខ្លួនឯងក៏ទំនងខ្លាំងដែរឥឡូវនេះគឺបានរួចរាល់ហើយអញ្ចឹងគឺយើងដួសមីដាក់ចានមកដួសប្រហិតឆឹងដាក់មកចានមកចំហៀងដែរមកហើយមួយមុខនេះគឺយើងកំញ៉ាំផ្សេងគ្នាគឺយើងដាក់មីហើយនឹងប្រហិតឆឹងនៅជាមួយគ្នាមកបានពេលញ៉ាំមកគឺចាប់ជាតិគ្នាខ្លាំងហើយនឹងមានរសជាតិកាន់តែជក់មាត់ថែមទៀតហើយយើងចាប់ផ្ដើមភ្លក់ប្រហិតមកហើយនឹងភ្លក់មីកោកជាមួយនឹងប្រហិតគឺជាតិហ្មងហើយពេលតនេកុំភ្លេចសាកធ្វើផងបើអត់ឆ្ងាញ់គឺខ្ញុំអត់យកលុយទេ